ការបង្កើតចំណាប់អារម្មណ៍ដល់អ្នកដទៃនៅពេលដែលអ្នកត្រូវបានសន្ទនាជាមួយនឹងមនុស្សម្នាក់ហើយចូលសង្កេតថាគេមិនចាប់អារម្មណ៍រឿងដែលអ្នកនិយាយជាមួយនឹងគេឬចាប់អារម្មណ៍ទៅលើខ្លួនអ្នកឡើយជួនកាលមកពីអ្នកនៅមិនទាន់បានចាប់អារម្មណ៍ចំពោះគេច្រើនតាមការសំគួរដែលអាចធ្វើទៅបានព្រោះហេតុនេះបើអ្នកត្រូវការឲ្យអ្នកដទៃចាប់អារម្មណ៍នៅលើខ្លួនអ្នកចាំបាច់ត្រូវតែចាប់អារម្មណ៍ទៅលើគេជាចម្បងឬនៅក្នុងចំណោមរឿងដ៏ពិសេសមួយមុនសិនអ្នកនឹងទទួលបានផលពីអ្នកដទៃដោយនឹកស្មានមិនដល់តទៅនេះគឺជាឧទាហរណ៍មួយដែលបុគ្គលបរាជ័យនៅក្នុងការបង្កើតចំណាប់អារម្មណ៍ឲ្យអ្នកដទៃមានកំឡោះម្នាក់ធ្លាប់ដើរជាប្រធានក្រុមហ៊ុនមួយតែពេលដែលគាត់ត្រូវបានប្រឈមមុខនឹងភាពបរាជ័យនៅក្នុងអាជីពការទើបគាត់បដូរខ្លួនទៅជាអ្នកលក់ឲ្យក្រុមហ៊ុនដ៏ល្បីមួយទៀតនៅពេលនោះគាត់មានសង្ឃឹមថាបានជាអ្នកគ្រប់គ្រងសាខាមួយកន្លែងក៏ប៉ុន្តែដោយសារតែឱកាសមិនអំណោយផលទើបគាត់ខកខានសន្យានៅក្នុងការដំឡើងគ្រឿងគិសនីមួយកន្លែងដែលជាអតិថិជនរបស់គាត់ទាំងដែលគាត់បានរៀបចំរបាយការណ៍ផ្សេងបានយ៉ាងល្អហើយគាត់ស្នើដល់អតិថិជនដែលជាម្ចាស់ក្រុមហ៊ុននោះប៉ុន្តែដោយសារតែរបាយការណ៍ដែលគាត់បានសរសេរឡើងគាត់សរសេរបែបវិស្វករមិនមែនបែបជាអ្នកលក់ salesman ដូច្នេះរបាយការណ៍របស់គាត់ពោពេញទៅដោយអត្ថបទពិស្ដារយ៉ាងស្មុគស្មាញរហូតដល់ម្ចាស់ក្រុមហ៊ុនដែលជាអតិថិជនគាត់មិនអាចយករបាយការណ៍របស់គាត់បានទើបរបាយការណ៍ជាអត្ថបទការងារដ៏គួរឲ្យធុញទ្រាន់និងមិនចាប់អារម្មណ៍អ្វីសោះបន្ទាប់ពីរបាយការណ៍ដ៏ពិស្ដារនោះគាត់បានស្នើលក់គ្រឿងអគ្គិសនីព្រមទាំងដំឡើងតភ្ជាប់ដោយភាសាបច្ចេកទេសដែលអតិថិជនស្ដាប់មិនយល់ហើយគាត់មិនបានយកចិត្តទុកដាក់នឹងការចាប់អារម្មណ៍របស់ភាគីម្ខាងទៀតច្រើនយ៉ាងណាស្ទើរនឹងយើងមិនបានទទួលការយកចិត្តទុកដាក់ឬចំណាប់អារម្មណ៍របស់គេបានយ៉ាងនោះដែរក្នុងការបង្កើតចំណាប់អារម្មណ៍ឲ្យអ្នកដទៃនោះកាសែតគ្រប់ច្បាប់ប្រើគោលការណ៍បង្កើតចំណាប់អារម្មណ៍ដើម្បីលក់ឲ្យបានដាច់បំផុតគឺអ្នកអានគ្រប់រូបនឹងចាប់អារម្មណ៍ទៅដល់ខ្លួនឯងច្រើនជាងរឿងផ្សេងហើយគោលការណ៍បន្ទាប់បន្សំគឺចាប់អារម្មណ៍ទៅដល់អ្នកអានដែលគេបានស្គាល់ឬស្ថានភាពផ្សេងដែលគេបានឃើញមកឧទាហរណ៍នៅក្នុងសហរដ្ឋអាមេរិកព័ត៌មានដែលបានលេចឡើងពីអឺរ៉ុបនៅខាងមុខមួយឬពីទំព័រប៉ុន្តែអ្នកអានស្ទើរតែមិនបានចាប់អារម្មណ៍អ្វីសោះទាំងនេះដោយសារតែពេលនោះយើងកំពុងតែចាប់អារម្មណ៍តែរឿងដែលបាត់បង់ប្រាក់ចំណូលចំនួនច្រើនរឿងតាក់ទងទៅនឹងផ្លូវទូរគមនាគមន៍ដែលយើងធ្វើដំណើរទៅមកបានស្រួលឬអត់តម្លៃដីនិងរឿងសាងសង់ផ្ទះដែលយើងរស់នៅបើនៅក្នុងកាសែតមិនមែនរឿងរ៉ាវរបស់យើងឲ្យយើងបានអានតែយើងបែរទៅជាចាប់អារម្មណ៍អានរឿងផ្សេងដែលតាក់ទងទៅនឹងបុគ្គលដែលយើងបានស្គាល់ជំនួសវិញព្រោះគេគឺជាមនុស្សដែលមានឈ្មោះល្បីហើយដោយសារតែហេតុផលនេះពេលដែលយើងមានឈ្មោះនៅក្នុងទំព័រមុខកាសែតទើបជារឿងដែលសប្បាយភ្នែកបំផុតមិនថាព័ត៌មាននៅទំព័រមុខឬក៏នៅទំព័រណាមួយក៏ដោយយើងនៅតែចាប់អារម្មណ៍ព័ត៌មានរបស់យើងខ្លាំងដោយសារតែព័ត៌មាននេះមានឈ្មោះរបស់យើងស្ថិតនៅនឹងជារឿងដែលពាក់ព័ន្ធនឹងយើងផងដែរដោយហេតុនេះឯងធ្វើឲ្យយើងកើតការចាប់អារម្មណ៍ឡើងមកបើកើតថាយើងមានផ្នែករួមនៅក្នុងហេតុការណ៍ឬក៏ព័ត៌មាននោះហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺពេលដែលយើងមើលភាពយន្តឬក៏អានសៀវភៅប្រឡំលោកដែលយើងមានចំណុចរួមនៅក្នុងអត្ថន័យរឿងនោះជានិច្ចដោយយើងសន្មត់ខ្លួនឯងថាកំពុងតែធ្វើជាតួឯកឬតួឯកស្រីដែលកំពុងតាមបាញ់ខ្លួនយើងហើយពេលដែលតួឯកប្រុសឬក៏តួឯកស្រីកំពុងគេចពីមនុស្សអាក្រក់យើងក៏មានអារម្មណ៍ថាយើងខ្លួនឯងកំពុងតែរត់គេចពីមនុស្សអាក្រក់ដូចគ្នាដោយយើងគិតគ្រប់ពេលថាយើងនឹងគេចផុតទាំងដែលយើងមិនសម្ដែងភាពយន្តឬក៏រឿងប្រឡំលោកនោះបន្តិចតែដោយសារតែការកើតអារម្មណ៍បែបនេះយើងមានអារម្មណ៍រួមជាមួយនឹងរឿងភាពយន្តឬក៏រឿងប្រឡំលោកដែលយើងកំពុងតែអាននេះឯងមនុស្សយើងចូលចិត្តរស់នៅក្នុងពិភពលោកនៃក្តីស្រមោលស្រមៃនិងចូលចិត្តគិតថារឿងនេះរឿងនោះអាចកើតឡើងចំពោះខ្លួនឯងច្រើនជាងមនុស្សភាគច្រើនចូលចិត្តរឿងភ្ញាក់ផ្អើលរឿងស្រាវស្រាវដោយសន្មត់ថាខ្លួនឯងគឺជាតួឯកប្រុសខ្លះជាតួឯកស្រីខ្លះដោយរឿងដែលយើងអាចចាប់អារម្មណ៍បាននោះពោលគឺការដែលយើងអាចគិតថាខ្លួនឯងកំពុងតែធ្វើជាតួឯកប្រុសឬក៏ជាតួឯកស្រីនៅក្នុងរឿងដែលយើងកំពុងតែធ្វើនោះឯងបើមិនជឿអ្នកត្រូវដកពិសោធន៍ពិធីងាយមើលថាមនុស្សយើងភាគច្រើនចាប់អារម្មណ៍តែរឿងខ្លួនឯងពិតឬក៏មិនពិតដោយឲ្យអ្នកផ្ញើរូបរបស់អ្នកនឹងក្រុមមិត្តភ័ក្តិកាលនៅពេលរៀនឲ្យមិត្តភ័ក្តិម្នាក់មើលហើយអ្នកនឹងសង្កេតឃើញថាមនុស្សដែលមិត្តភ័ក្តិអ្នកកំពុងតែមើលស្ថិតនៅក្នុងរូបនោះគឺជារូបរបស់
របស់គេនោះឯងគេនឹងចាប់អារម្មណ៍មើលរូបរបស់គេមុនបន្ទាប់មកសម្លឹងមើលរូបភាពរបស់មិត្តភក្តិខាងក្រោយឬទីបំផុតទាំងនេះពីព្រោះតែគេមិនអាចចាប់អារម្មណ៍លើរូបរបស់អ្នកបានបើទោះបីជាអ្នកខ្លួនឯងក៏អញ្ចឹងដែរអ្នកតែងតែមើលរូបរបស់ខ្លួនឯងមុននិងមើលរូបរបស់មិត្តភក្តិក្រោយជានិច្ចមានរឿងមួយបានដំណាលថាកាលពី Alexander នៅលំបាកនៅក្នុងការស្វែងរកលុយមកពីការស្រាវជ្រាវរឿងដែលខ្លួនឯងចាប់អារម្មណ៍នោះគាត់បានទៅផ្ទះមិត្តភក្តិរបស់គាត់ម្នាក់នៅក្នុងឯទីក្រុង Cambridge ដោយសង្ឃឹមថាចង់ឲ្យមិត្តភក្តិម្នាក់នោះចាប់អារម្មណ៍ទៅនឹងគ្រឿងប្រឌិតថ្មីរបស់គាត់ដែលកំពុងស្ថិតនៅចន្លោះពិសោធន៍ដោយគាត់មិនបាននិយាយអំពីបំណងដែលគាត់មករកមិត្តភក្តិម្នាក់នោះនៅឯផ្ទះនោះទេតែគាត់ព្យាយាមរកវិធីឲ្យមិត្តភក្តិរបស់គាត់កើតចាប់អារម្មណ៍ជាមុនសិនមុននឹងគាត់ឆ្លើយថាគាត់មករកមិត្តភក្តិដោយមូលហេតុអ្វីពេលទៅដល់ផ្ទះមិត្តភក្តិខាងលើគាត់ក៏លេង piano តែខណៈពេលដែលកំពុងតែលេងពាក់កណ្ដាលទីបែរទៅជាជជែកជាមួយនឹងមិត្តភក្តិរបស់គាត់ថាលោកជឿឬអត់ថាបើខ្ញុំដាក់ជើងសង្កត់នៅលើឈ្នាន់ piano ផ្នែកក្រោមហើយច្រៀងមួយវគ្គដាក់ចូលនៅក្នុង piano នឹងមានសំឡេងដូចគ្នានឹងខ្ញុំគឺបើខ្ញុំច្រៀងថាដូវានឹងចេញថាដូដូចគ្នានៅពេលដែលគាត់ក្រើនរំលឹកបែបនេះហើយធ្វើឲ្យមិត្តភក្តិរបស់គាត់ចាប់អារម្មណ៍ងឿនឆ្ងល់នៅពាក្យដែលគាត់និយាយហើយសួរគាត់ថាវាអាចធ្វើបានដោយរបៀបណា Alexander ពន្យល់ឲ្យមិត្តភក្តិរបស់គាត់ស្ដាប់ថាពាក់ព័ន្ធទៅនឹងរឿងដែលគាត់កំពុងតែរិះរកនោះគឺជាសំឡេងដែលរត់នៅតាមខ្សែដែលឮខ្លាំងជាងសំឡេងដែលវាយអង្គុលីលេខច្រើនដងនោះគឺជាប្រវត្តិសាកល្បងពាក់ព័ន្ធទៅនឹងទូរស័ព្ទនិងក្រោយមក Bell គឺជាប្រធានក្រុមហ៊ុនអ្នកបង្កើតទូរស័ព្ទប្រព័ន្ធ Bellហើយលទ្ធផលនេះធ្វើឲ្យមិត្តភ័ក្តិរបស់គាត់ចូលរួមចំណែកនៅក្នុងរឿងតម្លៃចាយវាយសម្រាប់ពិសោធន៍នៅក្នុងគ្រានោះបើអ្នកបានសិក្សាអំពីរបស់ Bell នោះហើយអ្នកនឹងឃើញថាគាត់ប្រើវិធីផ្សព្វផ្សាយបែបងាយៗដោយបង្កើតកម្លាំងទាញចិត្តឲ្យកើតឡើងលើខ្លួនអ្នកស្ដាប់ជាមុនសិនហើយទើបពន្យល់ពីគម្រោងការរបស់ខ្លួនឯងឲ្យមិត្តភ័ក្តិបានស្ដាប់ហើយជាមនុស្សដែលគាត់ត្រូវការឲ្យស្ដាប់រឿងរបស់គាត់ដោយយកចិត្តទុកដាក់នេះគឺជាសិល្បៈបង្កើតចំណាប់អារម្មណ៍មនុស្សយើងគ្រប់រូបអាចសិក្សាគោលបំណងនេះបានគឺដោយរៀនធ្វើត្រាប់តាមរបៀបបង្កើតគម្រោងរបស់ Bell ដែលមានចំពោះមិត្តភ័ក្តិរបស់គាត់លទ្ធផលដែលបានមកគឺអ្នកអាចធ្វើឲ្យអ្នកដទៃបែរមកចាប់អារម្មណ៍រឿងដែលអ្នកត្រូវការឲ្យពួកគេចាប់អារម្មណ៍ដោយជោគជ័យអ្នកអាចមានអារម្មណ៍ងឿនឆ្ងល់ឬក៏ភ្ញាក់ផ្អើលនឹងរបស់ថ្មីប្លែកៗផ្សេងដែលឆ្លងកាត់ចូលទៅក្នុងជីវិតរបស់អ្នកប៉ុន្តែវត្ថុថ្មីទាំងនោះគឺជាវត្ថុដែលមិនស្គាល់ឬក៏ជារឿងដែលអ្នកមិនធ្លាប់មានបទពិសោធន៍នឹងវាពីមុនមកត្រូវចាំថាពេលណាក៏ដោយដែលអ្នកត្រូវការឲ្យអ្នកដទៃចាប់អារម្មណ៍ទទួលស្គាល់អនុវត្តតាមការគិតរបស់អ្នកអ្វីដែលរំពឹងខ្លាំងបំផុតនោះគឺអ្នកត្រូវស្នើអ្វីដែលសមរម្យនឹងតាមបទពិសោធន៍របស់គេផងដែរជាចុងក្រោយអ្នកត្រូវទទួលខុសត្រូវចំពោះដំណើរជីវិតរបស់អ្នក